សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមនុស្ស9នាក់និងអង្គភាព26ដែលក្រសួងរដ្ឋាភិបាលអាមេរិកអះអាងថាពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន Prince Group ក្រោមការចោទប្រកាន់ថាបានឆបោកតាមអ៊ីនធឺណិតលាងលុយកខ្វក់និងប្រតិបត្តិការបោកប្រាស់ជនរងគ្រោះនៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងៗយោងតាមសេចក្តីប្រកាសនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026របស់ក្រសួងរដ្ឋាភិបាលអាមេរិកមនុស្ស9នាក់ដែលត្រូវបានដាក់ទណ្ឌកម្មរួមមានលោកហ៊ូសៀវវៃឬចិនសៀវអឺដែលអាមេរិកចាត់ទុកថាជាមេដឹកនាំលំដាប់ទី2របស់ Prince Group និងជាមនុស្សចំណិតរបស់លោកចិនស៊ីអ្នកផ្សេងទៀតរួមមានហូហូវិញកុងកាអនលីហ៊ុយ Brandon Lu ជីវវៃរិនដៃអានហ្វាំងស៊ីចិននិងចិនបូក្រសួងរដ្ឋាភិបាលអាមេរិកអះអាងថាបុគ្គលទាំងនេះមានតួនាទីជាមេដឹកនាំវិនិយោគិនអ្នកគ្រប់គ្រងក្រុមហ៊ុនឬអ្នកគ្រប់គ្រងបណ្ដាញហិរញ្ញវត្ថុរបស់ Prince Group ដែលមានមូលដ្ឋាននៅកម្ពុជាក្នុងចំណោមអង្គភាព26ដែលត្រូវបានដាក់ទណ្ឌកម្មមាន CCU Commercial Bank មានមូលដ្ឋាននៅកម្ពុជា Cloud9 Number 4 Listing China Reserve Security Future Wing Financial Future Oasis និងក្រុមហ៊ុនជាច្រើនទៀតនៅហុងកុងសិង្ហបុរីចក្រភពអង់គ្លេសនិងថៃអាមេរិកអះអាងថាអង្គភាពទាំងនេះត្រូវបានប្រើដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិផ្ទេរប្រាក់និងគ្រប់គ្រងបណ្ដាញឆបោកជាមួយគ្នានេះអង្គភាពប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់អាមេរិក FinCEN ក៏បានស្នើពង្រីកវិធានការរឹតបន្តឹងទៅលើក្រុមហ៊ុន HP និងអង្គភាពដែលអាចចូលខ្លួនមកជំនួសនាពេលអនាគតអាមេរិកអះអាងថា HP បានបន្តតួនាទីពី Huiwon Group បន្ទាប់ពី Huiwon ត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិកកាលពីឆ្នាំ2025ក្រសួងរដ្ឋាភិបាលអាមេរិកចោទថា Huiwon គឺជាច្រកសំខាន់សម្រាប់លាងលុយដែលបានមកពីការលួចតាមអ៊ីនធឺណិតនិងការបោកប្រាស់វិនិយោគលើទ្រព្យសកម្ម Digital ហើយក៏ត្រូវបានប្រើដោយបណ្ដាញ Prince Group ដើម្បីផ្ទេរនិងប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីការឆបោកផងដែររដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិកលោក Scott Bessent បាននិយាយថាបណ្ដាញឆបោកនៅអាស៊ីអាគ្នេយ៍បានបោកប្រាស់យកប្រាក់រាប់លានដុល្លារពីពលរដ្ឋអាមេរិកជារៀងរាល់ឆ្នាំហើយរដ្ឋាភិបាលអាមេរិកនឹងបន្តប្រើគ្រប់មធ្យោបាយដើម្បីកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មនេះវិធានការថ្មីនេះត្រូវបានធ្វើឡើងដោយសហការជាមួយនឹង FBI អាជ្ញាធរជប៉ុននិងអូស្ត្រាលីឆ្លើយតបទៅនឹងករណីនេះលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ថាក្នុងចំណោមអង្គភាព26ដែលអាមេរិកដាក់ទណ្ឌកម្មមានតែមួយប៉ុណ្ណោះជាធនាគារនៅកម្ពុជាហើយមិនទាន់អាចសន្និដ្ឋានបានថាសកម្មភាពល្មើសច្បាប់កើតឡើងនៅក្នុងប្រទេសណាខ្លះនោះទេលោកបន្តថាកម្ពុជាកំពុងបន្តនីតិវិធីស៊ើបអង្កេតនិងសហការជាមួយ FBI លើមុខសញ្ញាផ្សេងៗប៉ុន្តែកិច្ចការស៊ើបអង្កេតមិនអាចបើកចំហបានឡើយលទ្ធផលនឹងត្រូវបង្ហាញតាមរយៈការចាប់ខ្លួននិងបញ្ជូនជនល្មើសទៅតុលាការឬបច្ចុប្បន្នទៅប្រទេសដែលស្នើសុំខ្ញុំរស់សុធាពី News Today NTTV E-Vision ជេមរហាហុំជាងមុនខ្លាំងជាងមុនឆ្លាតវៃជាងមុនធុង70លីត្របាញ់ស្មើជ្រាបចូលល្អជាឧបសគ្គបានរហ័សធ្វើការបានទាំងថ្ងៃទាំងយប់ E-Vision ជេមរហាជួយការងារស្រែចម្ការកាន់តែមានប្រសិទ្ធភាពជាងមុន